Rương cung hiền Cá bị prey nhì miến menu mẹ chmu cùng miến propon pi mùi chmu niềng ám mùi chmu niềng quầm ngày mùi nẹ cùng nóm propon tiếng pi nẹ từ xua sọc tục bong ônនៅស្រុកឆ្ងាយតាមផ្លូវទៅស្រុកនោះមានខ្លាសាហាវអ្នកគង់បណ្ដាប្រពន្ធទាំងពីរនាក់ទៅដល់ព្រៃធំមួយជិតស្រុកគេព្រៃនោះតែងតែមានខ្លាដេញខាំមនុស្សក្របីគោស៊ីតែរឿយលុះអ្នកគង់ទៅដល់កន្លែងនោះខ្លាក៏ស្ទុះដេញស្រែកសន្ធប់ពីចម្ងាយមកអ្នកគង់រត់ចូលក្នុងរូងឈើញ័រដៃញ័រជើងរៀកនោមព្រោះភ័យណាស់នាងអាំងនិងនាងគំខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅឯអ្នកគង់ឃើញប្រពន្ធវាយខ្លាស្លាប់ហើយបានស្ទុះមនីចេញពីរុនឈើមកយកដំបងវាយខ្លាស្លាប់ស្រាប់នោះថែមទៀតប្រពន្ធទាំងពីរនាក់បន្ទោសប្តីថាខ្លាចគេវាយងាប់ហើយប្រពន្ធទាំងពីរនាក់បន្ទោសប្តីថាខ្លាគេវាយងាប់ហើយធ្វើជាមកវាយថែមទៀតប្រុសអីកុំសាក់ញីដូច្នេះអ្នកគង់ជេរបំពេញទៅប្រពន្ធថាមិនដែលមានស្រីណាវាយខ្លាស្លាប់ទេមានតែប្រុសទើបហ៊ានវាយខ្លាទាល់តែស្លាប់ហើយអ្នកគង់ក៏បានបោចវัวចងខ្លានោះនាំប្រពន្ធសែងចូលទៅក្នុងស្រុកអស់អ្នកស្រុកឃើញអ្នកគង់សែងខ្លាមកគេបបួលគ្នាទៅមើលពាសពេញហើយសួរថាអ្នកឯងធ្វើដូចម្ដេចបានជាបានខ្លានេះត្បិតខ្លានេះសាហាវណាស់វាតែងតែខំមនុស្សម្នាក្របីគោស៊ីច្រើនណាស់ហើយប្រពន្ធអ្នកគង់ក៏និយាយប្រាប់អ្នកស្រុកថាអ្នកគង់គាត់ឃើញខ្លាវាបោលមកគាត់រត់ចូលក្នុងរុនឈើខ្ញុំពីរអ្នកជាស្រីព្រួតគ្នាវាយខ្លាតតែស្លាប់អ្នកគង់ឮប្រពន្ធនិយាយប្រាប់គេដូច្នេះក៏បញ្ជោរំលោភទៅលើប្រពន្ធថាមិនដែលមានស្រីណាខ្លាំងពូកែហ៊ានវាយខ្លាស្លាប់ទេមានតែប្រុសទើបខ្លាំងពូកែហ៊ានវាយខ្លាឲ្យស្លាប់បានអ្នកគង់ក៏អួតប្រាប់អ្នកស្រុកថាកាលដែលខ្លាវាស្ទុះមកខាំដូច្នេះខ្ញុំដាក់ស្នៀតគុណដូច្នេះបានជាវាយវាបានហើយអ្នកគង់ធ្វើជាលោតគុណវាយខ្លាឲ្យអ្នកស្រុកមើលឯអស់អ្នកស្រុកកោតខ្លាចអ្នកគង់រាល់គ្នាហើយឲ្យឈ្មោះថាគង់ហ៊ានតាំងពីថ្ងៃនោះមកឮល្បីឈ្មោះគង់ហ៊ានជាអ្នកពូកែចេះគុណវាយខ្លាស្លាប់រឿងនេះជ្រាបដល់ស្ដេចក៏ឲ្យទៅយកចិញ្ចឹមធ្វើជាសេនាសម្រាប់ច្បាំងសង្គ្រាមលុះយូរបន្តិចទៅជួនជាមានសឹកគេលើកមកច្បាំងយកនគរស្ដេចទ្រប្រើគង់ហ៊ានឲ្យទៅច្បាំងគង់ហ៊ានឮស្ដេចទ្រង់ប្រើឲ្យទៅជួយច្បាំងសឹកដូច្នេះភ័យណាស់ពុំដឹងបើគិតដូចម្ដេចនឹងមិនទៅច្បាំងមិនបានត្បិតស្ដេចទ្រង់ប្រើហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផងត្រឡប់មកវិញដេកសិទ្ធឹងសិទ្ធែងអត់បាយប្រពន្ធទាំងពីរនាក់ចូលទៅសួរថាម្ដេចបានជាអ្នកដេកអត់បាយដូច្នេះមានបើហេតុភេទអ្វីប្រការដូចម្ដេចគង់ហ៊ានប្រាប់ថាត្បិតស្ដេចទ្រង់ប្រើឲ្យទៅច្បាំងសឹកឥឡូវនេះបងខ្លាចសឹកនោះណាបើមិនដឹងគិតដូចម្ដេចទេប្រពន្ធឆ្លើយឡើងថាអ្នកកុំព្រួយចិត្តធានាលើខ្ញុំទាំងអស់អ្នកក្រោកឡើងពិសាបាយឲ្យឆ្អែតងុយទឹកឲ្យស្រួលខ្លួនចោះគង់ហ៊ានឮប្រពន្ធលួងលោមដូច្នេះបានធូរក្នុងចិត្តក្រោកឡើងងុយទឹកស៊ីបាយរៀបគ្រឿងប្រដាប់ទៅច្បាំងលុះរៀបរួចហើយដល់ពេលវេលាល្អក៏ចូលទៅក្រាបបង្គំលាស្ដេចចេញទៅច្បាំងយកទាំងប្រពន្ធទៅផងគង់ហ៊ានជិះខាងក្បាលដំរីប្រពន្ធជិះខាងក្រោយមានរេពលហែហោមមុខក្រោយជាក្បួនទ័ពត្រៀបត្រាពាសពេញលុះជិះទៅជិតខ្មាំងសត្រូវមើលឃើញច្បាស់ប្រកបគង់ហ៊ានភ័យណាស់លិចអាចលិចនោមញ័រដៃញ័រជើងដោយគេអង្រួនក្បាលដំរីឯដំរីគិតស្មានថាគេអង្រួនឲ្យខ្លួនបោលចូលគេអង្រួនខ្លួនឲ្យបោលចូលក៏ចេះតែបោលសម្រុកចូលមុនរេពលទាំងអស់គ្មាននរណាតាមទាន់ឯខ្មាំងសត្រូវឃើញគង់ហ៊ានបំបល់ដំរីចូលដូច្នេះគិតស្មានថាមេទ័ពនេះពូកែណាស់ក៏បាក់ទ័ពចាញ់រត់យកតែព្រះអាយុដោយខ្លួនទៅគង់ហ៊ានឃើញខ្មាំងរត់អស់ទៅក៏ធ្វើជាអួតក្អេងក្អាងឲ្យអស់នីមើលនឹងរេពលកោតខ្លាច
អស់នេះមើលឃើញគង់ហ៊ានលេចអាចដាក់ក្បាលដំរីស្អុយពីពេញដូច្នេះគេសួរថាលោកមេតបថ្មីក៏លេចលីមួកដូច្នេះគង់ហ៊ានឆ្លើយឡើងថាបើកំពុងតែច្បាំងនឹងសត្រូវហើយឈឺផ្ទៃនឹងចុះទៅដោះទុកសត្វឯណាបានមានតែដោះទុកលើក្បាលដំរីដូច្នេះឯងបើរវល់តែដោះទុកសត្វខ្មាំងវានឹងកាប់សម្លាប់ឥតអំពើទៅហើយឬអស់នេះមើលនឹងរេពុលឬគង់ហ៊ាននិយាយដូច្នេះអ្នកខ្លះមានប្រាជ្ញាគេដឹងថាគង់ហ៊ានខ្លាចអ្នកខ្លះមិនសូវមានប្រាជ្ញាក៏កោតខ្លាចគង់ហ៊ានណាស់ឯគង់ហ៊ានបានឈ្នះទ័ពត្រឡប់ចូលមកនគរវិញហើយចូលទៅក្រាបបង្គំស្ដេចទ្រង់ជ្រាបថាគង់ហ៊ានទៅច្បាំងឈ្នះដេញខ្មាំងរត់ចាត់ចាយអស់ទៅទ្រង់ត្រេកអរណាស់ទ្រង់ព្រះរាជទានយុស័កនិមឺនធំហើយព្រះរាជទានព្រះរាជទ្រព្យគ្រឿងបណ្ណាការជាច្រើនតាំងពីថ្ងៃនោះមកគង់ហ៊ានរឹតតែអួតខ្លាំងពូកែក្អេងក្អាំងឡើងលុះក្រោយមកទៀតមានក្រពើសាហាវមួយចេះតែដេញខាំអស់មនុស្សម្នាអ្នកឈ្មោះលក់ដូរដើររកស៊ីខាងជើងទឹកកំពុងគេខ្លាចរអាគ្រប់គ្នាមិនមានអ្នកណាហ៊ានចុះងូតទឹកឬដើรงូតទឹកសោះអស់រាជលំបាកចិត្តណាស់រឿងនោះក៏ជ្រាបទៅដល់ស្ដេចទ្រង់ត្រាស់ប្រើឲ្យគង់ហ៊ានទៅចាប់ក្រពើឯគង់ហ៊ានឮព្រះបន្ទូលដូច្នេះនឹកភ័យណាស់ប៉ុន្តែមិនហ៊ានទៅតឹងព្រះបន្ទូលក៏ទទួលថានឹងយកអាសាសូមទ្រង់កុំព្រួយព្រះហឫទ័យគង់ហ៊ានត្រឡប់មកដល់ផ្ទះនិយាយនឹងប្រពន្ធថាគេអើយឥឡូវនេះស្ដេចទ្រង់ប្រើយើងឲ្យទៅចាប់ក្រពើក្នុងទន្លេត្បិតក្រពើសាហាវណាស់ម្ដងនេះឃើញជាមិនរួចខ្លួនទេមុខជាក្រពើខំស្លាប់មិនខានពីមុននៅលើគោកគ្រាន់នឹងមើលទៅឃើញឥឡូវនេះនៅក្នុងទឹកធ្វើដូចម្ដេចនឹងកិច្ចរួចប៉ុន្តែស្ដេចទ្រង់ប្រើហើយនឹងមិនទៅក៏មិនបានបើដូច្នេះមានតែទៅលោតទឹកឲ្យក្រពើខំស្លាប់តែម្ដងទៅគង់ហ៊ានគិតគ្នានឹងប្រពន្ធដូច្នេះហើយក៏ហៅអស់កូនក្មួយមកធ្វើជាចាប់ក្រពើអស់មនុស្សម្នាមហាជនបានឮថាគង់ហ៊ានបានទៅចាប់ក្រពើក៏បបួលគ្នាទៅមើលពាសពេញលុះគង់ហ៊ានទៅដល់កំពង់ទឹកបានឃើញក្រពើហែលមកប្របជ្រាំងត្រង់ទីដែលមានដើមឈើពីរដុះជិតគ្នាមានប្រកៀបក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់នោះដោយគិតថាលោតទៅឲ្យក្រពើវាខាំស្លាប់ទៅប៉ុន្តែក្រពើវាឮសូរសន្ធឹកគង់ហ៊ានលោតចុះក៏ភ្ញាក់ព្រឺតប្រឹងលោតឡើងដោយគេប្រហក់ក្នុងប្រកៀបឈើជាប់ពាក់កណ្ដាលខ្លួនរុញទៅមុខក៏មិនរួចថយក្រោយក៏មិនរួចគង់ហ៊ានងូតទៅក្នុងទឹកងើបឡើងឃើញក្រពើជាប់នឹងដើមឈើដូច្នេះស្រែកបង្គាប់កូនក្មួយឲ្យយកលំពេងមកចាក់កាប់ក្រពើនោះស្លាប់ទៅឯអ្នកដែលមើលទាំងប៉ុន្មានគេគិតស្មានថាគង់ហ៊ានចាប់ក្រពើបោះមកឲ្យជាប់នឹងដើមឈើក៏កោតខ្លាចគង់ហ៊ានក្រៃពេកគង់ហ៊ានបានឃើញក្រពើស្លាប់ដូច្នេះក៏រត់តែក្អេងក្អាងអួតខ្លាំងពូកែឡើងហើយចូលទៅក្រាបបង្គំស្ដេចតាមខ្លួនបានចាប់ក្រពើចោលឡើងមកលើគោកស្ដេចក៏ទ្រង់សពព្រះហឫទ័យប្រោះព្រះរាជទានយោឲ្យគង់ហ៊ានឡើងជាធំលើសមុនទៀតហើយទ្រង់ព្រះរាជទានទាំងអំណោយនិងរង្វាន់ជាច្រើនសំណាបយកដីស្រីយងប្រុសរឿងអាកុហកស៊ីកាលពីព្រេងនាយមានក្មេងម្នាក់នៅជាមួយម្ដាយចិញ្ចឹមជ្រូកកំរៀងមួយដល់ជ្រូកនោះធំឡើងក្មេងនោះចង់ស៊ីសាច់ជ្រូកក៏និយាយនឹងម្ដាយថាម៉ែខ្ញុំចង់ស៊ីសាច់ជ្រូកសូមម៉ែឲ្យខ្ញុំកាប់ជ្រូកយើងនោះស៊ីផឹកស្រាទៅម្ដាយខាត់ថាកុំឯងស៊ីអីក៏ច្រើនម្ល៉េះទុកវានឹងលក់យកប្រាក់កាសចាយកូនឮម្ដាយខាត់ដូច្នេះក៏នឹកតែក្នុងចិត្តចង់ស៊ីសាច់ជ្រូកតែសពថ្ងៃពុំមានភ្លេចមានកាលមួយថ្ងៃកូននោះភ្ញាក់ឡើងពីដេកនិយាយប្រាប់ម្ដាយថាត្បិតទេវតាប្រាប់ខ្ញុំថាមានមាសប្រាក់ច្រើនណាស់ម៉ែ
សុំម៉ែជូនខ្ញុំទៅយកម្ដាយឮកូននិយាយប្រាប់ដូច្នេះសួរថាមាសប្រាក់នៅឯណាកូនឆ្លើយថាម៉ែទៅនឹងខ្ញុំចុះបើខ្ញុំបង្គាប់ដូចម្ដេចម៉ែធ្វើតាមខ្ញុំកូនយកកញ្ជើនាំម្ដាយដើរចូលទៅក្នុងព្រៃឆ្ងាយអំពីស្រុកហើយកូនយកកញ្ជើទៅគ្របលើដីប្រឹងសង្កត់ឲ្យស្រែកប្រាប់ម្ដាយថាម៉ែជួយសង្កត់ផងមាសប្រាក់នៅក្នុងដីនេះច្រើនណាស់ម៉ែសង្កត់ឲ្យជាប់ចុះខ្ញុំនឹងទៅយកចបជីកមកជីកយកមាសប្រាក់ម៉ែឯងនៅសង្កត់ឲ្យជាប់កុំលេងបើម៉ែលេងមាសប្រាក់នឹងរត់បាត់អស់ឯម្ដាយឮកូនថាដូច្នេះក៏ខំសង្កត់កញ្ជើនោះឲ្យកូនឯកូននោះក៏រត់ត្រឡប់មកផ្ទះវិញចាប់ជ្រូកនោះយកទៅកាប់ចំអិនជាអាហារបបួលអស់បងប្អូនអ្នកផ្ទះជិតខាងមកស៊ីផឹកស្រាលេងសប្បាយម្ដាយនៅចាំកូនឯព្រៃទន្ទឹមពុំឃើញមកឃ្លានបាយអស់កម្លាំងរយដៃរយជើងរបូតចេញអំពីលើកញ្ជើពុំមានឃើញអ្វីសោះលុះម្ដាយចាំយូរពេកនឹកថាកូនបញ្ឆោតហើយក៏លែងកញ្ជើត្រឡប់មកផ្ទះវិញឃើញកូនកំពុងតែស៊ីសាច់ជ្រូកផឹកស្រាលេងសប្បាយដូចនេះក៏ខឹងនឹងកូនណាស់ហើយនិយាយនឹងប្អូនខ្លួនថាត្បិតកូននោះវាខូចណាស់ទុកចិញ្ចឹមមិនបានទេត្រូវឯងច្រកការុងយកទៅទម្លាក់ក្នុងទឹកសម្លាប់ទៅប្អូនឮដូច្នេះសួរទៅបងថាដំណើរដោយម្ដេចបានជាយកកូនច្រកការុងទៅចោលក្នុងទឹកឲ្យស្លាប់បងនិយាយប្រាប់ប្អូនទៅតាមដំណើរសពគ្រប់ថាវាចេះបញ្ឆោតអញឲ្យទៅនៅក្នុងព្រៃថាទៅយកមាសប្រាក់ហើយឲ្យអញចាំនៅក្នុងព្រៃលុះត្រាតែដល់ថ្ងៃឃ្លានបាយស្ទើរតែដាច់ពោះឯវាមកកាប់ជ្រូកស៊ីផឹកស្រាលេងសប្បាយជ្រូកអញតែមួយទុកលក់ឲ្យគេយកប្រាក់ចាយទេតើប្អូននោះក៏ចាប់អាកុហកស៊ីច្រកក្នុងការុងធំចងមាត់ការុងជាប់ល្អហើយលើកលីយកទៅចោលនៅក្នុងទឹកទន្លេលុះទៅដល់មាត់ទន្លេអាកុហកនិយាយនឹងមាវាថាលោកមាអាណិតខ្ញុំមុខជាស្លាប់ហើយបើដូច្នេះសូមលោកមាអាណិតទៅយកក្បួនកុហកយកមកឲ្យខ្ញុំបន្តិចត្បិតខ្ញុំស្លាប់ទៅនឹងទៅឯឋានខ្មោចបើគ្មានកក្បួនកុហកនឹងកុហកខ្មោចស៊ីពុំបានទេនោះនឹងដាច់ពោះស្លាប់ឯមាឮក្មួយអង្វរដូច្នេះក៏សួរទៅក្មួយវិញថាក្បួនកុហកនោះឯងទុកនៅឯណាក្មួយប្រាប់ទៅមាវាថាខ្ញុំដាក់នៅលើធ្នើមាក៏ដាក់អាកុហកស៊ីទុកចោលនៅមាត់ទន្លេធំកាលនោះមានមនុស្សកើតឃ្លុំម្នាក់ដើរមកជិតអាកុហកស៊ីក៏ធ្វើជានិយាយថាអញមកកើតឃ្លុំក្នុងការុងនេះយូរថ្ងៃហើយមិនដឹងជាហើយឬនៅឃើញហាក់ដូចជាសះហើយមនុស្សឃ្លុំឮអាកុហកស៊ីថាគំឃ្លុំក្នុងការុងដូចនេះដោយខ្លួនកើតឃ្លុំក៏សួរថាគំឃ្លុំក្នុងការុងនេះបានជាឬអាកុហកស៊ីប្រាប់ថាត្បិតខ្ញុំកើតឃ្លុំគេឲ្យតមក្នុងការុងនេះយូរថ្ងៃហើយមិនដឹងជាហើយឬនៅទេអាណិតស្រ័យមាត់ការុងឲ្យខ្ញុំបន្តិចមនុស្សឃ្លុំក៏ស្រ័យមាត់ការុងឲ្យអាកុហកស៊ីចេញមកអាកុហកស៊ីចេញពីការុងបោះខ្លួនមើលហើយប្រាប់ថាជាឃ្លុំហើយអាគមឃ្លុំឮពីអាកុហកស៊ីថាគមឃ្លុំក្នុងការុងជាដូច្នេះក៏និយាយថាឲ្យថ្មាតមកឃ្លុំផងអាកុហកស៊ីឮដូច្នេះអណាស់គិតថាអញអស់ស្លាប់ហើយបានអាគមស្លាប់ជំនួសអាកុហកស៊ីប្រាប់ថាបើឯងចង់ជាឃ្លុំឆាប់ត្រូវកាន់ត្រណមឲ្យជាប់កុំនិយាយស្ដីនឹងអ្នកណាឲ្យសោះបើមាននរណាមកសួរក្តីមកជេរមកវាដូចម្ដេចក្តីកុំនិយាយកុំស្ដីខំកាន់ត្រណមឲ្យជាប់ទើបអាចឆាប់ជាអាកុឮអាកុហកស៊ីថាដូច្នេះក៏ទទួលចាំហើយចូលទៅក្នុងការុងអាកុហកស៊ីចងមាត់ការុងជាប់ហើយរត់បាត់ទៅមាននោះរកដំរាអាកុហកស៊ីពុំឃើញដឹងថាអាកុហកស៊ីបញ្ឆោតខ្លួនខឹងណាស់ក៏នឹកក្នុងចិត្តថាបើអញទៅដល់អញនឹងទម្លាក់វាចូលក្នុងទន្លេឲ្យស្លាប់ភ្លាមហើយខំដើរទៅដល់ហើយក៏ស្ទុះទៅវាអាកើតឃ្លុងដោយស្មានថាអាកុហកស៊ីអាកុឃ្លុងខំអត់ព្រោះតែចង់ជាឃ្លុងលុះវាទាត់ធាក់អស់ចិត្តហើយមាននោះលើកការុងបោះទៅក្នុងទឹកឲ្យស្លាប់ឯអាកុហកស៊ីរត់គេចខ្លួនពីនោះទៅជួបនឹងមនុស្សកុហកម្នាក់ទៀតចេះកុហកដូចគ្នាកំពុងតែងូតទឹក
អាកុហកនោះឃើញអាកុហកស៊ីកំពុងដើរទៅអំពីជង្ងៃក៏ធ្វើជាងូតទឹកយូរបន្តិចងើបឡើងហើយលើកប្រកាសឡើងបង្ហាញថាអញងូតទឹកទៅខាងក្រោមមានគេលេងបៀអញលេងឈ្នះបានប្រាក់កាសច្រើនប៉ុន្តែយកមិនរួចយកបានតែមួយត្រណោតមកអាកុហកស៊ីលើដូច្នេះក៏ជឿគិតស្មានថាមែនហើយក៏ផ្លាស់សម្ពុតលោតចុះក្នុងទឹកខំងូតទៅទង្គិចក្បាលនឹងគល់ឈើបែកឈាមដឹងខ្លួនថាគេកុហកក៏នៅក្នុងចិត្តឃើញអបាយកុហកវិញងើបឡើងនិយាយទៅនឹងអាបញ្ឆោតនោះថាអ្នកអើយខ្ញុំងូតទឹកទៅតាមពាក្យអ្នកឯងអំបាលមិញបានឃើញគេលេងបៀប៉ោងធូនកំតាត់ច្រើនណាស់ហើយខ្ញុំលេងឈ្នះគេបានប្រាក់កាសច្រើនខ្ញុំទាញពីគេថាឲ្យទាញមកយកពីអ្នកឯងតែខ្ញុំមិនព្រមខ្ញុំចេះតែទាគេខឹងនឹងខ្ញុំគេវាយខ្ញុំបែកក្បាលហើយគេថាឲ្យខ្ញុំយកពីអ្នកឯងបើអ្នកមិនជឿអ្នកមើលក្បាលខ្ញុំដែលបែកនេះចុះអាកុហកនោះដឹងថាអាកុហកស៊ីមានប្រាជ្ញាចេះកុហកទល់នឹងកុហកមិនចាញ់ខ្លួនក៏ស្រែកកាសចែកឲ្យពាក់កណ្ដាលហើយសុំគ្នាធ្វើជាបងប្អូនដើររកស៊ីកុហកគេតាំងពីថ្ងៃនោះទៅ